ចាសួស្តីពុកម៉ែបងប្អូនតនីហ្វាមមកទៀតហើយថ្ងៃនេះមក review អំពីកូនមន់ចាកូនមន់ពងចាកូនមន់ពងតិចទៀតយើងដាក់ចំណីឲ្យពងមន់កូនមន់ហើយចានេះប្រភេទកូនមន់ពងយើងវាហួសល្វើកចាអត់ញោមទេហើយយើងត្រូវដូរទឹកដូរចំណីរៀបចំចំណីរៀបចំទឹកឲ្យបានត្រឹមត្រូវដើម្បីឲ្យមាន់យើងមានសុខភាពល្អចានេះជាប្រភេទកូនមាន់ពងខ្លាខ្លំល្អណាស់បងអ្នកកូនមាន់ពងយើងចាហើយសកម្មភាពនេះគឺដល់ម៉ោងយើងដូរទឹកយើងដាក់ចំណីបន្ថែមឲ្យមាន់ពងយើងកូនមាន់ពងយើងស៊ីពេលល្ងាចចាដល់ម៉ោងហើយដល់ម៉ោងសម្រាប់ដាក់ទឹកដាក់ចំណីហើយត្រូវបដូរទឹកបដូរចំណីឲ្យចាព្រោះដោយសារកូនមាន់យើងនៅទុយពេកអញ្ចឹងហើយយើងត្រូវដាក់ទឹកតំណក់ទឹកនេះពេលវារៀងត្រូវបន្តិចយើងដកទឹកចេញគឺយើងឲ្យផឹកតំណក់ទឹកយកមកចានេះកូនមាន់ពងយើងហើយនៅខាងនោះ4ធុងទៀតចាខាងនោះ4ធុងទៀតហើយនេះគឺមេមាន់ពងចាមេមាន់ពងសម្រាប់កូនមាន់ពងយើងគឺខ្លាខ្លំល្អណាស់ចាវាផុតញ៉ៃហ្នឹងគឺសុខភាពវាល្អដល់ម៉ោងដែលត្រូវស៊ីហើយដល់ម៉ោងដែលត្រូវស៊ីផឹកហើយចាតិចទៀតយើងបើកតង់ឲ្យវាយើងរៀបចំឲ្យវាម្ដងទៀតហើយចាសម្រាប់កូនមាន់ក៏មិនថាតែកូនមាន់ស្រែកូនមាន់ពងគឺយើងត្រូវតែដាក់កម្ដៅវាចាដាក់កម្ដៅវាដើម្បីកុំឲ្យវាផ្ដាសាយកុំឲ្យវាល្ងាហើយយើងត្រូវដាក់កម្ដៅឲ្យបានសមរម្យព្រោះធម្មតាកូនមាន់គឺស៊ីកម្ដៅណាស់កូនមាន់ទូចនេះគឺស៊ីកម្ដៅណាស់នេះយើងយកចូលបាន3ថ្ងៃហើយចា3ថ្ងៃទាំងថ្ងៃហ្នឹងចាដល់ម៉ោងហើយដល់ម៉ោងស្រីទឹកស្រីចំណីឲ្យចាហើយមិនថាតែកូនមាន់ពងកូនមាន់ស្រែទេពេលដែលយើងដាក់ទឹកដាក់ចំណីឬក៏យើងដើរទៅវាកជ្រូលគឺមានន័យថាកូនមាន់យើងមានសុខភាពល្អចាតែញោមគឺអត់សូវមានសុខភាពល្អទេឥឡូវហ្នឹងគឺខាងក្រុមការងារគាត់បើកតង់បន្ថែមដើម្បីសេរីទឹកសេរីចំណីថែមចានេះមកត្រង់ទៀតនេះចូលមកត្រង់ទៀតចាតែប៉ុន្តែត្រង់នេះគឺពុកម៉ែបងប្អូនអាចធ្វើខ្លួនឯងក៏បានហើយងាយស្រួលណាស់យើងដាក់ចឹងទៅវាងុំនឹងកម្ដៅចាហើយយើងគ្របតង់គ្របអីទៅគឺវាធន់កម្ដៅល្អចាដល់ម៉ោងដាក់ទឹកដាក់ចំណីហើយ ចា
កូនមន់ពងយើងចាសម្រាប់ពុកម៉ែបងប្អូនត្រូវការតម្លាក់លេខតម្លាក់ទីតាំងចានិយាយលេងទេពុទ្ធសាឥឡូវហ្នឹងគឺយើងចិញ្ចឹមដើម្បីឲ្យវារឹងមាំសិនមួយគាត់រកច្រើនណាស់ប៉ុន្តែយើងអត់តន់បញ្ចេញចាមួយរកកូនមន់ពងរកអីច្រើនណាស់ក៏ប៉ុន្តែឥឡូវនេះគឺដោយសារតែវាតំតមកថ្មីហើយអញ្ចឹងយើងត្រូវបំពន់ត្រូវវាក់សាំងត្រូវអីឲ្យហើយអស់សិនបានយើងបញ្ចេញចានេះធុងនេះធុងនោះចាសូមបញ្ជាក់ណាបងនេះគឺកូនមន់ពងមិនមែនកូនមន់ស្រែទេព្រោះដោយសារកូនមន់ស្រែក៏យើងមានកូនមន់ពងក៏មានក៏ប៉ុន្តែគ្រាន់តែខ្ញុំវគ្គនេះខ្ញុំមកថតកូនមន់ពងឲ្យបងមើលម្ដងចាអរគុណច្រើនពុកម៉ែបងប្អូន